Này video mớiនេះខ្ញុំធ្វើពីរបៀបផុសបញ្ចូលទំនិញទៅលក់នៅក្នុង website ណានេះដូចគេផុសចេះបងប្អូននេះដូចទំនិញអស់នេះឃើញទេបាទដូចទំនិញនេះតើយើងត្រូវផុសរបៀបម៉េចណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលបើក website នេះហើយចង់ផុសលក់បងប្អូនlog in ហើយមកបងប្អូនមើលមកខាងក្រោមហ្នឹងឃើញមានសញ្ញាបូកមួយនៅកណ្ដាលគេណានេះឬមួយក៏បងប្អូនចូលឡើងត្រេ3ហ្នឹងក៏បានដែរណាឥឡូវយើងចូលលើ icon ខាងក្រោមគេឡើងលេខបូកនេះមកក្រហមនេះចុចលើនឹងមួយមកបងប្អូនអាចផុសបានហើយអូខេតោះរបៀបផុសអត់លំបាកទេបងប្អូនមើលមុនគេខាងលើគេនេះគេដាក់បន្ថែមផលិតផលហ្នឹងបងប្អូនថាអក្សរខ្មែរអានមកដាក់តើអ្នកចង់លក់អ្វីសូមជ្រើសរើស category អញ្ចឹងយើងចុចត្រង់នេះដើម្បីជ្រើសរើសបងប្អូនចុចលើប៊ូតុងហ្នឹងមួយមកឡើងចុចត្រង់នេះហ្នឹងឃើញទេហើយរងចាំមួយផ្លេតវាជ្រើសរើសហើយអញ្ចឹងបងប្អូនចង់លក់អីមានណា category ក្នុងហ្នឹងមានឲ្យស្រេចបងប្អូនឃើញច្រើនទេបងប្អូនចង់លក់អីដែលឡានម៉ូតូចលនាទ្រព្យឬក៏អ្វីផ្សេងឥឡូវខ្ញុំលក់នេះផ្នែកខាង cosmetic អញ្ចឹងជ្រើសរើស cosmetic ឬក៏លក់អីគេលក់ផលិតផលសម្រស់យើងចុចឡើងផលិតផលសម្រស់នេះមកណាខ្ញុំឧទាហរណ៍មើលហើយរងចាំមួយផ្លេតវាបង្ហាញ category បន្តទៀតនេះផលិតផលថែរក្សាស្បែកផលិតផលគ្រឿងសម្អាងឬក៏ថែរក្សាសក់អញ្ចឹងណាពលគ្រឿងសម្អាង make up ចុចលើឡើង make up ហ្នឹងមកបាទប៉ុណ្ណឹងហើយបន្ទាប់មកបងប្អូនត្រូវបញ្ចូលឈ្មោះផលិតផលយើងណានៅក្នុងនេះបញ្ចូលឈ្មោះផលិតផលកន្លែងនេះណាបងប្អូនបញ្ចូលឈ្មោះកន្លែងនេះមកហើយសូមបញ្ជាក់ឈ្មោះផលិតផលនិងពីព័ត៌មានផលិតផលទាំងអស់ហ្នឹងព័ត៌មានផលិតផលទាំងអស់ហ្នឹងបងប្អូនអាចសរសេរទុកសិនណាសរសេរទុកឲ្យហើយចាំដល់ពេលយើងរៀបបញ្ចូលយើង copy ដាក់មកណាដូចខ្ញុំអញ្ចឹងខ្ញុំសរសេរទុកនៅក្នុង Telegram អញ្ចឹងខ្ញុំទៅបើកក្នុង Telegram ទៅអាច copy មកដាក់បានហើយណាបងប្អូនចាំតិចយើង save ទុកដូចខ្ញុំចេះមកនេះបងប្អូននេះឃើញរូបផលិតផលនិង description ផលិតផលយើង save ទុកចេះមកអញ្ចឹងខ្ញុំ copy នេះ description ទៅទាំងអស់ហ្នឹងយកដាក់ copy តែឈ្មោះផលិតផលទៅសិនបានទេ copy ឈ្មោះផលិតផលសិនអូខេនេះអាកន្លែងបញ្ចូលឈ្មោះហ្នឹងបងប្អូនដាក់មកតែកុំឲ្យវែងចឹងពេកណាកាលណាវែងពេកអត់ស្អាតទេយើងលុបចោលខ្លះមកឲ្យខ្លីបន្តិចមិនស្អាតប៉ានេះចុះឈ្មោះយកខ្លីបានហើយមិនវែងទេបាទបន្ទាប់ពីខាងក្រោមឈ្មោះហ្នឹងវាដាក់តម្លៃលើទីផ្សារលក់ប៉ុន្មានទឹកអប់ហ្នឹងឃើញទេខ្ញុំលក់ទឹកអប់អញ្ចឹងតម្លៃលើទីផ្សារយើងគេលក់តម្លៃលើទីផ្សារ$6អញ្ចឹងមកចុះសមាជិកតម្លៃប៉ុន្មានអ្នកដែលបានចុះឈ្មោះក្នុងជាសមាជិកក្នុង website ហ្នឹងលក់តម្លៃប៉ុន្មានបើយើងចង់លើកទឹកចិត្តយើងលក់5រៀល5កាក់ទៅឬក៏យើងជិលយើងលក់6រៀលដូចគ្នាក៏បានណាលក់6រៀលមកខាងក្រោមមកទៀតដាក់កម្រៃជើងសារតើផលិតផលដែលយើងដាក់ហ្នឹងយើងដាក់ផុសលក់ហ្នឹងមានកម្រៃជើងសារទេមានទុក commission សម្រាប់អ្នកធ្វើទីផ្សារឲ្យយើងដែរឬទេអញ្ចឹងណាបើយើងទុកយើងដាក់មកតើទុកប្រហែលទុកធ្វើទីផ្សារ$1យើងដាក់លេខហ្នឹង1រៀលមកណាអត់មានដាក់សញ្ញាដុល្លារអីទៀតទេដាក់លេខយកហ្មងបងប្អូនណាតែបើយើងអត់ទុកយើងដាក់លេខ0អូខេហើយខាងក្រោមគេនេះខំទីអាក្លោនធំនេះបងប្អូនត្រូវសរសេរ description ពីព័ត៌មានពីផលិតផលខ្ញុំទៅ copy មកទៀតនេះពីព័ត៌មានផលិតផលយើង save ទុកចឹងមករៀបទុកឲ្យស្អាតទៅហើយណាចាំយើងយកមកផុសឲ្យលឿនអញ្ចឹងខ្ញុំគ្រាន់តែផាសទៅមកហើយនេះក្នុងលេខនេះផាសទៅមកហើយអូខេហើយខាងក្រោមហ្នឹងវាឲ្យជ្រើសរើសផលិតជ្រើសរើសរូបណាបងប្អូនឃើញនេះមាន2កន្លែងជ្រើសរើសរូបទំព័រមុខណានេះយើងចុចឡើងជ្រើសរើសរូបទំព័រមុខហ្នឹងយើងទៅស្វែងរករូបផលិតផលដែលយើងលក់ហ្នឹងអារូបមុនគេណាយើងទៅរកមកក្នុងទូរស័ព្ទយើងទុកដែរនេះឃើញខ្ញុំទុកហ្នឹងឥឡូវខ្ញុំយករូបមួយនេះយើងចុចលើរូបហ្នឹងមួយហើយចុចដានត្រង់ចំណុចនេះវាអនុញ្ញាតឲ្យបងប្អូនអាចសេរីទៅតាមទំហំនិងប្លង់ដែលយើងចង់បានយើងឆ្លាញ់ប៉ុន្មានយើងចង់បានធំចេះយើងសេរីមកចេះឬមួយក៏យើងចង់បានត្រឹមប៉ុណ្ណេះណាឬក៏យើងចង់ឲ្យពេញទាំងអស់ចេះណាឥឡូវខ្ញុំយកប៉ុណ្នេះធំចេះឃើញធំបាទប៉ុណ្ណឹងបន្ទាប់មកបងប្អូនកាត់នេះកាត់ឲ្យរួចរាល់មកកាត់សិន
យើងយកសេរីតម្រងប៉ុណ្ណឹងកាត់មួយប៉ិតហើយយើងមើលមកក្រោមនឹងទៀតខាងក្រោមទៀតវាឲ្យបញ្ចូលរូបបាទឲ្យបញ្ចូលរូបផ្សេងទៀតណាបងប្អូននេះបញ្ចូលរូបភាពផ្សេងទៀតតាក់ទងនឹងផលិតផលហ្នឹងមែនណាផលិតផលយើងមួយហ្នឹងយើងមិនផុសតែរូបមួយហ្នឹងទេយើងអាចផុសរូប4 5 6ទៀតដែលតាក់ទងនឹងផលិតផលហ្នឹងអញ្ចឹងយើងផុសមកនេះចុច browse ទៀតមកចុចលេងលើប៊ូតុងហ្នឹងហើយយើងទៅរករូបទៀតប៉ុន្តែយើងផុសពេលនេះយើងអត់សេរីដូចមុនទេហើយយើងមានរូបយើងអាចផុសបានច្រើនរហូតដល់7 8រូប9រូបនោះណាអញ្ចឹងយើង select 1 2 3យើងផុសទាំង3ហ្នឹងតែម្ដងបើមាន3 4 5ឯងផុសមកចុចដានអូខេបន្ទាប់មកចប់អីឥឡូវយើងscroll ទៅមើលខាងលើឡើងវិញមកណាតែយើងបំពេញគ្រប់គ្រាន់អស់នៅបើថាគ្រប់គ្រាន់ហើយយើងចុចបញ្ចូលផលិតផលជាការស្រេចណាបងប្អូនឥឡូវរួចហើយយើងចុចនេះឡើងប៊ូតុងពណ៌បៃតងហ្នឹងបញ្ចូលផលិតផលចុចបាច់អញ្ចឹងយើងរងចាំតិចទៅអូខេផលិតផលចូលបានជាការស្រេចឯកាលណាផលិតផលដែលយើងផុសហ្នឹងបញ្ចូលបានចូលបានជោគជ័យវាលោតកន្លែងហ្នឹងឲ្យយើងនេះគេនេះដាក់ទឹកអប់នេះឃើញទេវាលោតលេខ6នេះអូខេអញ្ចឹងយើងចង់ដឹងថាផលិតផលដែលយើងបញ្ចូលមិញវាបានចូលទៅលើ website ឃើញវាមិនតោះយើងចូលមក home ទៅមើលនេះមើលក្នុង home ណានេះអាចុងក្រោយគេមិញបងប្អូននេះឃើញទេចុងក្រោយគេនេះហើយយើងអាចបើកមើលបានឥឡូវយើងបើកមើលផលិតផលដែលយើងចូលទៅវាបង្ហាញវាមិន description យើងសរសេរហ្នឹងយើងចុចឡើងបើករូបគាត់ភ្នែកនេះចុច view វាមើលនេះចុចឡើងហ្នឹងយើងចាំតិចទៅវាបង្ហាញនេះបង្ហាញបែបនេះនេះឈ្មោះផលិតផលហើយនេះពិព័រណ៍នេះឃើញទេហើយរូបភាពផ្សេងទៀតឃើញទេបាទបងប្អូនអូខេអរគុណច្រើនណាស់បងប្អូនណាហើយរងចាំតាមដានទស្សនានៅវីដេអូពីរបៀបប្រើប្រាស់ផ្សេងជាច្រើនទៀតបាទសូមអរគុណ